ជីវកម្មបច្ចុប្បន្នភាគច្រើនគឺពឹងលើការ boosting ហើយរាល់ខែគឺចំណាយច្រើនណាស់ប៉ុន្តែជាក់ស្ដែងការ boosting ហ្នឹងវាអត់សូវមានប្រសិទ្ធភាពនឹងជួយបង្កើនការលក់របស់គាត់ទេអញ្ចឹងថ្ងៃនេះដែរយើងនឹងមកពិភាក្សាថាតើការ boosting បែបណាដើម្បីឲ្យវាមានប្រសិទ្ធភាពនិងជួយដល់ការលក់ជំរាបសួរបងប្អូននិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំពេលណាជាមួយនឹងលីមីងដែលគាត់ជាអ្នកជំនាញខាង boosting យើងនឹងដោះស្រាយបញ្ហាដែលថាហេតុអីបានជាការ boosting យើងចាយអស់ច្រើនប៉ុន្តែវាអត់សូវមានប្រសិទ្ធភាពសួស្តីលីមីងបាទសួស្តីសុខសប្បាយអញ្ចឹងមុននឹងចាប់ផ្ដើមប្រធានបទយើងខ្ញុំចង់ឲ្យលីមីងណែនាំខ្លួនទៅកាន់ទស្សនិកជនយើងបន្តិចថាលីមីងជានរណាបាទជាសួរប្រិយមិត្តអ្នកមើលទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានលីមីងបានកិត្តិយសចាយគាត់ invite មកថ្ងៃហ្នឹងបច្ចុប្បន្នគឺខ្ញុំជាអ្នកធ្វើការងារនៅលើsocial media page ឬក៏យើងនិយាយសាមញ្ញឲ្យស្រួលស្ដាប់គឺអ្នក posting ហ្នឹងហើយអញ្ចឹងថ្ងៃហ្នឹងគឺចែគាត់ invite ខ្ញុំមកនៅក្នុងគោលបំណងដើម្បីសួរសំណួរខ្លះសម្រាប់ចែករំលែកជាបទពិសោធន៍ជូនដល់ម្ចាស់អាជីវកម្មទាំងអស់គ្នាលីមីងបើការពិតទៅជាទូទៅម្ចាស់អាជីវកម្មគាត់តែងតែគិតថាការ boosting នឹងជួយបង្កើនការលក់របស់គាត់តែជាក់ស្ដែងនៅពេលតែគាត់ប្រឹងចំណាយខ្លាំងលើការ boosting ហ្នឹងបែរជាវាអត់មានប្រសិទ្ធភាពឬក៏ពេលខ្លះគាត់ចំណាយវាទៅទេហ្មងណាតែអាហ្នឹងវាជាមូលហេតុអីដែរលីមីងអាចជួយបញ្យល់បកស្រាយចំណុចនេះបាទចា៎បាទតកតងនឹងចំណុចនេះដែរម្ចាស់អាជីវកម្មភាគច្រើនគាត់ពិតជាជួបប្រទះនៅបញ្ហាកន្លែងហ្នឹងមែនមានគេជាច្រើនគេសួរខ្ញុំតកតងនឹងចំណុចហ្នឹងដែរម្ចាស់អាជីវកម្មជាច្រើនតែជាដំណោះស្រាយអ្វីដែលចាំបាច់បំផុតគឺត្រូវការឲ្យគាត់ទៅមើលទៅលើ page របស់ខ្លួនឯងឬក៏ platform នៃអាជីវកម្មរបស់គាត់ថាតើរបស់គាត់នឹងបានរៀបចំ content នៅក្នុង page របស់គាត់យើងនិយាយតែ Facebook page ចុះតើគាត់មាន content មាន plan ទៅលើការធ្វើ content របស់គាត់ជាប្រចាំត្រឹមត្រូវហើយឬនៅទី1តើថាជាប្រចាំថ្ងៃហ្នឹងគាត់មាន activity អីគេខ្លះដូចជាការផុសមានវីដេអូមានposter រូបស្លឹកឬក៏យើងអាចនិយាយបានថាជា poster album ឬក៏ជា status ខ្លីៗ activity នៃការលក់ឬក៏ reference content ហើយឬនៅដែលបង្ហាញពីការលក់របស់យើងហ្នឹងហើយមួយវិញទៀតតើគាត់បានជ្រើសរើស content ត្រឹមត្រូវហើយឬនៅសម្រាប់យកទៅ boost ដើម្បីឲ្យអ្នកមើលហ្នឹងគឺគាត់អាចទទួលបានផលចឹងខ្ញុំបញ្ជាក់ឡើងវិញបន្តិចខ្លាចជួនកាលគាត់ស្ដាប់អត់ទាន់បានន័យថាទី1គាត់ត្រូវទៅមើលលើ page របស់គាត់សិនបាទចា៎តើ content របស់គាត់ហ្នឹងរៀបត្រឹមត្រូវទៅតាមប្រភេទអាជីវកម្មរបស់គាត់មែនបាទចា៎តើគាត់មានសកម្មភាពហើយឬនៅក្នុងការបង្ហាញទៅគេនឹងជួនកាល page របស់គាត់ក្នុងមួយថ្ងៃហ្នឹងគាត់អត់ទាន់បានផុសអីផងពីរថ្ងៃគាត់ផុសម្ដងអញ្ចឹងអាហ្នឹងពេលដែលយើងបូតទៅពេលខ្លះក៏វាអត់សូវទទួលបានផលដែរចា៎ចឹងទី1គាត់ត្រូវធ្វើម៉េចគាត់មាន planning ក្នុងការ posting របស់គាត់សិនឲ្យវា consistent មិនថាវាជាប់លាប់បាទចា៎ហើយ content ដែល Liming លើកឡើងមិញហ្នឹងអាចមានជា poster photo album ជា real video ឬក៏ជា status មួយចំនួនដែលចង់និយាយថាវា link ជាមួយនឹងអាជីវកម្មរបស់គាត់បាទចា៎ចាអញ្ចឹងបន្ទាប់ពីគាត់រៀបចំមកអស់ហ្នឹងហើយ boosting របស់គាត់វាប្រសើរជាងមុនហើយក៏មិនដែរក្រៅពីចំណុចអស់ហ្នឹងបន្ទាប់មកទៀតគឺយើងត្រូវធ្វើការចូលទៅ boot ហ្នឹងវាពឹងផ្អែកខ្លាំងទៅលើ audience ដែលយើងបានរៀបចំនៅដែរ target audience របស់យើងដែរហើយអ្វីដែលកាន់តែពិសេសទៀតនោះតើយើងត្រូវមើលលើអាជីវកម្មខ្លួនឯងទៀតថាយើងលក់ទៅលើផលិតផលអ្វី audience របស់យើងជាអ្នកណាពេលខ្លះយើងអត់អាចលក់កៅអៅមនុស្សស្រីហើយទៅ target ទៅកាន់មនុស្សប្រុសទេវាអាចដែរនៅក្នុងករណីបើសិនជាករណីដែលយើងធ្វើជា gift មានន័យថាគាត់លក់កៅអៅមនុស្សស្រីក៏ប៉ុន្តែគាត់ប្រផុសទៅឲ្យមនុស្សប្រុសទិញជូនជាកាដូដល់មនុស្សស្រីអាហ្នឹងគាត់ដាក់ target ទៅកាន់មនុស្សប្រុសគឺវាត្រឹមត្រូវតែបើសិនជាគាត់គ្រាន់តែចង់លក់ទៅកាន់មនុស្សស្រី direct ហ្មងហើយគាត់ដាក់ audience ទាំងប្រុសទាំងស្រីឬក៏ដាក់តែប្រុសបើដាក់តែប្រុសគឺខាតហើយតែបើដាក់ទាំងប្រុសទាំងស្រីក៏វាអាចនឹងចូលរួមខាតនៅក្នុងនឹងដែរបើយើងដាក់តែស្រីហ្មងគឺអាហ្នឹងវា sale យើងបានច្រើនហើយវាចំគោលដៅរបស់យើងចាជុំមិនន័យថាបើយើងកំណត់ target audience យើងច្បាស់លាស់វាក៏ជាផ្នែកមួយនៃការជំរុញការ boosting យើងកុំឲ្យយើងអាចនិយាយថាខ្ជះខ្ជាយលុយចាសម្រាប់អ្វីដែល Liming បាននិយាយខាងលើបានន័យថាអានឹងវាជាដំណើរការមួយនៃការជួយឲ្យការ boosting យើងមានប្រសិទ្ធភាព
ចឹងបើសិនយើងរៀបចំហើយនៅពេលដែល boosting វិញយើងគួរតែ boost តែ content សម្រាប់តែ share ហ្មងឬក៏មិនដែរតាមយុទ្ធសាស្ត្រ បាទចាកន្លែងហ្នឹងក៏ជាចំណុចមួយដែលសំខាន់ដែរនៅក្នុងការ boosting ហើយនឹងអ្វីដែលម្ចាស់អាជីវកម្មគាត់ចង់ដឹងជាក់ស្ដែងទៅគឺយើងអត់ focus ខ្លាំង 100% ទៅលើតែការ boost ទៅលើផលិតផលឬក៏ boost លក់ទេយើងត្រូវមើលទៅលើ branding ខ្លួនឯងដែរ branding ហ្នឹងតើយើងត្រូវយកអីទៅធ្វើ branding របស់យើងនៅក្នុងការ boost ហ្នឹងអញ្ចឹងដូចជាសកម្មភាពឬក៏ video reel ខ្លះៗដូចជាអ្នកលក់ online ភាគច្រើនគាត់តែងតែថតនៅសកម្មភាពពេលដែលគាត់ workshop អីវ៉ាន់ឬក៏សកម្មភាពនៃការដឹកជញ្ជូនរបស់គាត់ផ្សេងៗអញ្ចឹងរូបភាពទាំងអស់ហ្នឹងឬក៏សកម្មភាពទាំងអស់ហ្នឹងក៏គាត់ធ្វើតែ boosting ដែរក៏ប៉ុន្តែគាត់អាចជ្រើសរើសយកនៅ objective brand awareness ឬក៏ engagement តែម្ដង ចឹងបានន័យថាយើង boost ដែរប៉ុន្តែអាចនិយាយថា objective យើងខុសគ្នា បាទចា៎ មួយយើង boost យក message ទៅអានេះយើងអាច boost យកដូចលីមីនិយាយចឹងយក awareness ឬក៏មាន option អីផ្សេងទៀតយើងអាចជ្រើសយកតែពីរទៅបានហើយមានawareness ជាមួយនឹង reach សុំទោសជាមួយនឹង engagement ចា៎ចឹងអាហ្នឹងបើយើងនិយាយថាបើយើង boost បែបហ្នឹងតើវាជួយអីដល់ page យើងដែរអាហ្នឹងគឺសំខាន់មែនតើចា៎គឺវាជួយដល់ interaction នៅក្នុង page របស់យើងហើយនឹង reach លើ page របស់យើងឲ្យ audience របស់យើងឃើញពីសកម្មភាពពេលខ្លះមនុស្សមុននឹងការសម្រេចចិត្តទិញគឺគាត់តែងតែតាមដានហើយការលក់ online គឺជាការលក់ទំនុកចិត្តទៅកាន់អតិថិជនត្រូវធ្វើបែបណាឲ្យអតិថិជនទុកចិត្តលើយើងជាអ្នកលក់ចា៎មួយវិញទៀតដែរខ្ញុំបើកវងកញ្ចក់បន្តិចដែរតើតោងនឹងការ boost ទៅលើ brand awareness ជាមួយនឹង engagement ហ្នឹងយើងអាចគួរចំណាយបើចិត្តចន្លោះត្រឹមតែពី$2ទៅ$5បានហើយក្នុង មួយ campaign ក៏ប៉ុន្តែអាសកម្មភាពអស់ហ្នឹងយើងត្រូវធ្វើជាប្រចាំថ្ងៃមានន័យថាយើងត្រូវមានវីដេអូយើងត្រូវមានរូបភាពជាប្រចាំថ្ងៃហើយយើងអាចដាក់គ្រប់ post ដែលយើងមានទៅបើតាមលីមីនិយាយចឹងបានន័យថាត្រឹម$2 $5ក៏យើងអាច boost បានដែរបាទព្រោះខ្ញុំធ្លាប់ឮគេថាអត់ទេដើម្បី boosting មួយដើរចំណាយយ៉ាងតិច10ទៅ20បាទចា៎ចាក់ស្ដែងទៅការ boost message វាអាចនឹងមានការចំណាយច្រើនក៏ប៉ុន្តែនៅក្នុង objective នៃការ boosting ឬក៏ការ set នៅលើ app campaign របស់យើងនៅក្នុងហ្នឹងគឺយើងអាច set lifetime ឬក៏ daily budget បើសិនជាករណីដែលយើង boost យក message ខ្ញុំលើកទឹកចិត្តឲ្យប្រើ daily budget ដោយសារតែយើង boost បើសិនជាករណីដែល campaign ហ្នឹងវាទទួលបានលទ្ធផលល្អមាន message ច្រើនហើយលក់ត្រូវចំគោលដៅផលិតផលយើងនៅមាន stock យើងគួរតែដាក់បន្តរហូតតែករណីដែលយើងប្រើ lifetime budget ចំពោះវាសំខាន់សម្រាប់ផលិតផល campaign មួយចំនួនដែលយើងបង្ហាញពី activity របស់យើងឬក៏ដើម្បីតែជំរុញ brand awareness ជាមួយនឹង engagement របស់យើងអាហ្នឹងយើងគួរចាយលុយដែលមាន limit កុំឲ្យវាខ្ជិះខ្ជាយនៅលើថវិកា boosting របស់យើងចាអញ្ចឹងមកមានសំណួរមួយទៀតតើអូនអាចចែកម្លែងថាតើមានកលឹះអីខ្លះដែលធ្វើឲ្យការ boost របស់យើងហ្នឹងមានប្រសិទ្ធភាពជាងមុនទេបាទចាមានចាតើតោះនឹងការ boosting ខ្ញុំលើកទឹកចិត្តឲ្យអ្នក boost ឬក៏អ្នក run app ទាំងអស់ហ្នឹងគឺគាត់ប្រើនៅលើ platform computer នៅក្នុង website app manager facebook.com/app manager ហ្នឹងគឺវាល្អប្រសើរជាងការយើងទៅចុចលើ boost post នៅលើទូរស័ព្ទដៃនៅលើទូរស័ព្ទដៃឬក៏computer នៅលើ computer ក៏យើងអាច boost ទៅលើប៊ូតុង boost post ហ្នឹងបានដែរក៏ប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យយើងទៅប្រើប្រាស់នៅលើ computer វិញវាងាយស្រួលតាមដានវាស្រួល optimize ហើយវាមាន function ច្រើននៅក្នុងការជ្រើសរើសមួយវិញទៀតយើងក៏ខ្ញុំចង់បើកវងកញ្ចក់បន្តិចដែរតាក់ទងនឹង content របស់យើងគួរតែមាន hook ឬក៏មានអីដែលតាក់ទាញនៅ3 second ដំបូង3ទៅ5 second ដំបូងហ្នឹងគឺត្រូវឲ្យវាមាន hook តាក់ទាញទើបឲ្យគេសម្រេចចិត្តមើលវីដេអូយើងបន្តតាក់ទងនឹង hook ហ្នឹងដែរអូនមានជាកលឹះអីដើម្បីឲ្យអ្នកមើលយើងគាត់កាន់តែយល់ថាអូធ្វើ hook មិនទៅជាក់ស្ដែងទៅhook វាអត្ថន័យវាទន្លំទលាហើយអារបៀបនៃការធ្វើហ្នឹងគឺវាច្រើនមែនទែនវាអាស្រ័យទៅលើផលិតផលឬក៏សេវាកម្មរបស់គាត់នីមួយៗអញ្ចឹងតាក់ទងនឹង hook គាត់អាចមើលហើយគាត់អាច play ទៅតាម trend នៃ social media បច្ចុប្បន្នដែរអញ្ចឹងឥឡូវឧទាហរណ៍បែបហ្នឹងបងឧទាហរណ៍ថាឥឡូវដោយសារបងជាម្ចាស់អាជីវកម្មនៃហាងវ៉ែនតាចុះបើជា hook មួយ
បងឧទាហរណ៍ណាបងដាក់ថា3ចំណុចបើសិនជាអ្នកទាំងអស់គ្នាមិនចង់ខ្ជះខ្ជាយលុយទិញវ៉ែនតាវាទៅមួយទេ Dạចាអាហ្នឹងក៏វាអាចជាហុកមួយដែរពេលខ្លះគេចង់ដឹងថាអីទៅយើង3ចំណុចដែលទិញយើងអត់ចាំបាច់ចំណាយលុយទៅលើវ៉ែនតាហ្នឹងទិញវ៉ែនតាហ្នឹងអញ្ចឹងអាហ្នឹងក៏វាអាចជាផ្នែកមួយនៃហុករបស់យើងដែរចានិយាយរួមគឺពាក្យហុកនេះមួយគឺធ្វើយ៉ាងណាក៏ដោយធ្វើឲ្យមនុស្សចង់ដឹងថាមានចម្ងល់ហើយចង់ដឹងថាតើអាវីដេអូរបស់យើងហ្នឹងគឺជាអីគេ ចឹងខ្ញុំសង្ឃឹមថាអ្នកមើលយល់នៅចំណុចនេះលីមីងចង់បង្ហាញថាដើម្បីឲ្យវាជាផ្នែកមួយនៃការជួយ boosting យើងដែរដើម្បីឲ្យអាចនិយាយថារុញវីដេអូយើងដើរបានល្អចឹងយើងត្រូវចេះប្រើហុកឲ្យមានប្រសិទ្ធភាព ចាចាហើយមួយវិញទៀតតើតោងនឹងការបូតហ្នឹងសម្រាប់ការបូតយើងត្រូវប្រើ campaign ដូចខ្ញុំបានលើកមិញអញ្ចឹងគឺតើតោងនឹងការប្រើ campaign នៅលើ computer ហើយការបូតហ្នឹងយើងគួរតែចាយ budget នៅក្នុង campaign មួយចន្លោះត្រឹមតែ2ទៅ3រៀលសិនបានហើយបើសិនជាករណីដែលយើង boost message ដូចខ្ញុំបានលើកឡើងអញ្ចឹងណាអញ្ចឹងបើសិនជា campaign ហ្នឹងយើងចង់ run message យើងអាចចាយនៅក្នុង campaign ហ្នឹងមួយទៅលើ content ហ្នឹងមួយតែ2ទៅ3ដុល្លារនៅក្នុងមួយថ្ងៃសិនបានហើយយើង set audience ដាក់ត្រឹមត្រូវមកដាក់ content ហ្នឹងមួយហើយចាំយើងទៅ create campaign ពីបន្ទាប់ទៀតទៅលើ content នឹងដដែលដែលយើងផ្លាស់ប្ដូរ audience វិញអញ្ចឹងវាជាផ្នែកមួយនៃការផ្ទៀងផ្ទាត់តើ3 campaign ដែលយើងបាន create ហ្នឹង campaign មួយណាដើរល្អបើករណីដែល content ណាដែលវាអត់ដើរយើងអាចបិទវាចោលទៅ campaign ណាដែលអត់ដើរយើងបិទវាចោលទៅបន្ទាប់មកយើងអាច run ទៅលើតាអាមួយណាដែលវាដើរហើយយើងអាចបន្ថែមbudget ម្ដងតិចទៅលើ campaign ហ្នឹងហើយ run វាបន្តទៅអាហ្នឹងជាផ្នែកមួយនៃការជួយជំរុញឲ្យការ boosting របស់យើងសន្សំសំចៃហើយដើរបានល្អហើយមួយវិញទៀតតកតងនឹងយើង boost ហ្នឹងយើងគួរតែអាហ្នឹងខ្ញុំបានលើកឡើងហើយតកតងនឹងការបំបែក campaign អញ្ចឹងចាក់ស្ដែងទៅសរុបមកវិញតកតងនឹងការ boost ឲ្យបានល្អខ្ញុំមានតែ3ចំណុចទេទី1យើងត្រូវមើលទៅលើ hook របស់យើងទី2យើងគួរតែចាយ budget ត្រឹមតែ$2ក្នុងមួយ campaign ទៅបានហើយសម្រាប់ content ដែលយើងដាក់ message ហ្នឹងទី3យើងគួរតែបបែក campaign ដែលយើង content មួយហ្នឹងយើងដាក់3 campaign ទៅដើម្បីបូតដើម្បីតេស្តវាមើលហើយយើងតាមដានវាអ្វីដែលសំខាន់បំផុតទៅលើអ្នកបូតហ្នឹងគឺការតាមដាន result ជាប្រចាំអញ្ចឹង6ម៉ោងម្ដងយ៉ាងយូរបំផុតក៏ត្រូវតែចូលទៅមើល app គាត់ម្ដងអូបើអញ្ចឹងជាង6ម៉ោងម្ដងអូនត្រូវចូលទៅមើល campaign ទាំងអស់ហ្នឹងហើយបើសិនជាយើងមាន client ច្រើនទៀតបានន័យថាសឹងតែញឹកញាប់មែនតើបាទចាអញ្ចឹងបងចង់សួរបន្ថែមតកតងនឹងការថែរក្សាភ្នែកវិញអូនមានពលិលអីក្នុងការចែកម្លែកដើម្បីធ្វើម៉េចឲ្យសុខភាពភ្នែកយើងមាននៅតែល្អប្រសើរដោយសារយើងប្រើប្រាស់ភ្នែកច្រើនជាមួយនឹងឧបករណ៍ digital បែបហ្នឹងបាទចាជាទូទៅការងារដូចខ្ញុំគឺក្នុងមួយថ្ងៃខ្ញុំចំណាយពេល10ទៅ11ម៉ោងឯនៅមុខអេក្រង់មិនថាទូរស័ព្ទឬកុំព្យូទ័រហើយការងារខ្ញុំនេះវាអត់មានសៅរ៍អាទិត្យទេថ្ងៃណាក៏ជាថ្ងៃធ្វើការដែរអញ្ចឹងតើតើនឹងភ្នែកគឺសំខាន់មែនទែនសម្រាប់ខ្ញុំនិយាយរួមគឺភ្នែកគឺជាផ្នែកមួយនៃការរស់លុយរបស់ខ្ញុំហើយអញ្ចឹងជារៀងរាល់ពេលដែលខ្ញុំធ្វើការក៏ខ្ញុំត្រូវការ relax ភ្នែកខ្លះមានន័យថាអាចនិយាយបានថាយើងមើលកន្លះម៉ោងអីយ៉ាងយូរអញ្ចឹងក៏យើងអាចសម្រាកមកផ្លែទៅញ៉ាំទឹកឬក៏យើងអាចទៅមើលនេះមើលនោះមកផ្លែសិនទៅបានយើងចូលមកបន្តការងារយើងបន្តទៀតហើយរឿងដែលសំខាន់បំផុតនោះដែលខ្ញុំអត់អាចខ្វះបាននោះគឺវ៉ែនតានិយាយរួមខ្ញុំនៅជាមួយនឹងវ៉ែនតានេះជិត15ឆ្នាំជាងហើយខ្ញុំអត់ដែលមានត្រឡប់ពាក់វ៉ែនតាឲ្យដោះតែខ្ញុំគិតថាវ៉ែនតាអាចជួយខ្ញុំបានច្រើនមិនថាការមើលទៅលើទូរស័ព្ទហ្នឹងវាអាចជួយកាត់បន្ថយពលឺកាត់បន្ថយអីដែរហើយវាមានអារម្មណ៍ថាវាមានភាពងាយស្រួលដែរអញ្ចឹងអ្វីដែលសំខាន់បំផុតនៅក្នុងការថែរក្សាភ្នែករបស់ខ្ញុំគឺប្រើប្រាស់វ៉ែនតាជាប្រចាំហើយប្រើប្រាស់ទៅលើវ៉ែនតាដែលមានគុណភាពដែរព្រោះនិយាយទៅខ្ញុំ focus ខ្លាំងបំផុតទៅលើកញ្ចក់ដែលល្អចាពេលខ្លះប្រើដងធូរថ្លៃមុំតែយើងដាក់កញ្ចក់ដែលល្អព្រោះផ្នែកដែលសំខាន់បំផុតគឺកញ្ចក់ដើម្បីការពារភ្នែករបស់យើងដោយសារយើងអ្នកប្រើប្រាស់ភ្នែកច្រើនចាអរគុណលីមីងដែលចំណាយពេលវេលាក្នុងការមកចែករំលែកលើកនេះតើជាចង់បញ្ចប់លីមីងមានអីចង់បន្ថែមទៀតទេបាទ
បាទចាហើយអរគុណដល់ប្រិយមិត្តទាំងអស់គ្នាដែលបានចំណាយពេលស្ដាប់ podcast នៅថ្ងៃនេះអឺជាចុងក្រោយខ្ញុំមានតែអ្វីដែលយើងបានទៅជ័យគ្នាថ្ងៃនេះគ្រាន់តែជាបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយនឹងអ្វីដែលខ្ញុំធ្លាប់បានធ្វើទេអញ្ចឹងបើសិនជាបងប្អូនមានអីបន្ថែមឬក៏មានចម្ងល់អីអាចតម្លាក់នៅក្នុង comment នៅក្នុងវីដេអូខាងក្រោមនេះតែខ្ញុំបញ្ជាក់ជា tip មួយដែរការធ្វើ marketing គឺវាអត់មានក្បួនខ្នាតទេតែវាគឺជាការសាកល្បងផលយើងនៅលើ social media បច្ចុប្បន្ននេះអញ្ចឹងខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនដែលគាត់ចង់ធ្វើការ boosting ឬក៏ធ្វើ marketing កុំខ្លាចឲ្យសាកល្បងវាមើលអូខេអរគុណច្រើន ចឹងអរគុណអ្នកទាំងអស់គ្នាក្នុងការទស្សនាវីដេអូមួយនេះបើសិនជាអ្នកទាំងអស់គ្នាមានបំណងចង់ដឹងឬក៏ឆ្ងល់នៅប្រធានបទណាមួយទៀតអាច comment នៅក្រោមវីដេអូនេះបានពួកខ្ញុំនឹងព្យាយាមផលិតវីដេអូដើម្បីឆ្លើយតបនឹង comment អ្នកទាំងអស់គ្នាសូមអរគុណ